សួស្តីបងប្អូនសាជាថ្មីនេះណែនាំមកស្គាល់ដើមមួយយ៉ាងនេះដើមដែលលំអគេយកទៅដាំលំអនៅតាមទីក្រុងហើយឥឡូវគេអត់សូវនៅក្នុងស្រែទៀតទេអត់សូវនៅតាមព្រៃទេតែតាមព្រៃវានៅតែដុះរហូតវាអត់ដាច់ពូជទេនេះហើយនេះមើលផ្លែវាស្អាតបងប្អូននេះពេលផ្លែវាធ្លាក់មកចេញជាកូនបន្តនេះនេះកូនវាមួយវារើសមកនេះក្របវាតិចទៀតវាដុះនេះខ្ញុំរើសមកខ្ញុំទាញមកដាច់វាក្របវាមួយទៀតនេះក្របវាកប់ដីហើយក្របនេះយកទៅដាក់ទៅបដោះបដោយនៅលំអនៅតាមសួនផ្សេងបងប្អូននេះទុំហើយយើងបេះបានហើយឈ្មោះវាថាដើមប្រង់គេដាំលំអនៅតាមសួនច្បារនានាបងប្អូនទៅតាមផ្លូវសៀមរាបបងប្អូនឃើញនៅតាមកណ្ដាលទូងផ្លូវហ្នឹងណាគឺពួកហ្នឹងទាំងអស់គឺប្រភេទប្រង់ដើមប្រង់នេះអញ្ចឹងវាជាឥឡូវវាជារុក្ខជាតិព្រៃ 100% យកទៅលំអដាំលំអបានទាំងអស់នេះផ្លែទុំអស់ហើយអញ្ចឹងវារូបខ្លះអីខ្លះយើងណានៅយើងឆ្កឹះវាតិចណាឆ្កឹះយកវាទៅដាក់នៅដីចោលទៅវាដុះហើយមិនអញ្ចឹងទេទុកនៅហ្នឹងវាដុះលើដើមវាព្រែកទៅជា2ជា3ក្នុងមួយដើមហ្នឹងអញ្ចឹងវាមួយរដូវបេះវាមួយធ្លាក់ច្រើនធ្លាក់ខ្លះអញ្ចឹងនេះហើយនេះបាច់ភ័យនេះវាចេញមកទៀតនេះចេញមកខ្វោនេះទៀតមកវគ្គនេះទៀតវាចេញត្រួយស្លឹកមកវគ្គទៀតវាចាប់ដើមកោស្លឹកនេះអស់ស្លឹកចាស់អស់វាចេញផ្លែមកកញ្ចុំទៀតហើយបានវាចេញត្រួយមកតទៀតចម្លែករុក្ខជាតិព្រៃផ្លែណាតិចឃើញនៅក្នុងក្រុងច្រើនថាថតសិតទៅរុក្ខជាតិក្រុងតែនេះសិតតែគេយកទៅដាំណាក្នុងក្រុងនេះវាដុះនៅក្នុងព្រៃហើយកន្លែងមួយចំនួនយកទៅដាំជាការលម្អបានច្រើនសម្រាប់ធ្វើសួនអានេះខ្ញុំយកផ្លែទៅយកផ្លែ 4-10 គ្រាប់នេះ2 4 6 8 គ្រាប់យកទៅកប់នៅតាមកន្លែងផ្សេងដើម្បីឲ្យមានកូនបន្តទៀតណាកន្លែងណាដែលយើងចង់ដាក់ទៅឲ្យដុះលឿនណាដាក់ទៅដុះលឿនណាប៉ុន្តែលូតលាស់យឺតឃើញទេដុះដោយអាទូចនោះចឹងដុះលឿនណាដាក់ទៅដុះលឿនតែលូតលាស់យឺតហើយនេះប៉ុណ្ណេះប្រងនេះរយៈពេល5 ឆ្នាំហើយ5 ឆ្នាំហើយបានប៉ុណ្ណឹងតន់បានមកចាអាមផុតដីហើយអញ្ចឹង5 ឆ្នាំហើយហើយរំតែគេយកទៅដាក់នៅតាមសួនណាតាមសួននៅផ្លូវភ្លោះសៀមរាបខ្ញុំឃើញច្រើនអាហ្នឹងមិនមែនតិចឆ្នាំទេបងប្អូនយើងឃើញថា5 ឆ្នាំបានប៉ុណ្ណេះចានោះចូល20-30 ឆ្នាំហ្នឹង30-40 ឆ្នាំហ្នឹងដល់ពេលអញ្ចឹងទៅអាយុវាច្រើនមែនតើហើយយូរទៅប៉ុណ្ណាម្ដងធំអញ្ចឹងរុក្ខជាតិនេះវាអាយុវាវែងអាយុធន់ហើយអត់ទឹកមិនក៏ងាយងាប់ដែរត្រើយទឹកទេនេះហ្នឹងវាមិនងាយងាប់ទេនៅតាមព្រៃឲ្យឆេះភ្លើងអស់ក៏អត់ងាប់ដែរមិនងាយងាប់ផងអរគុណច្រើនតាមដានទស្សនាក្របថ្មី